ស្ងោរថៃផ្ទក់មួយថៃផ្ទក់ប៉ុណ្ណឹងស្ងោរធ្វើទឹកគ្រឿងបានហើយទុកញ៉ាំធ្វើទឹកគ្រឿងនេះគ្រឿងខៅផ្សំយើងបេះថៃឲ្យស្អាតបានមកទឹកប្រហុកឲ្យយើងឈុំយកតែទឹកវាឲ្យស្អាតកុំឲ្យមានឆ្អឹងមានអីមានសរ៉ែកដីមានអីអញ្ចឹងមកហើយយើងដាក់គ្រឿងសពគ្រប់មកមានអីស្ករខ្លះមកប៊ីចេងខ្លះមកហើយយើងថែមទឹកត្រីបន្តិចទៅកុំដាក់ច្រើនពេកបងប្អូនខ្លាចប្រៃយើងដាក់តែមកសំជាមួយនឹងត្រីយើងច្បាច់ក្រូចឆ្មាប៉ុនក្រូចឆ្មាខ្ញុំចូលចិត្តយើងច្រើនបន្តិចដើម្បីជូរជ្រះមកឆ្ងាញ់ហើយច្បល់គ្រឿងសពគ្រប់នឹងមានត្រីមានអីនឹងច្បល់ចោះច្បល់ឡើងឲ្យសពហើយចាំយើងយកអាទឹកដែលយើងស្ងោរត្រីហ្នឹងណាដាក់អាទឹកនឹងមកនឹងមានរសជាតិឆ្ងាញ់យើងយកមកចាក់មកសំជាមួយបរិមាណត្រីដែលយើងបេះនឹងខាប់ដល់ប៉ុណ្ណឹងខ្ញុំចូលចិត្តខាប់បងប្អូនចង់រាវជាងនេះដាក់ថែមជាងនឹងបន្តិចទៅហើយអំបិលមិញភ្លេចដាក់ឥឡូវខ្ញុំដាក់តាមក្រោយដើម្បីរសជាតិវារៀងដិតឆ្ងាញ់អញ្ចឹងដាក់តាមក្រោយមកមិញខ្ញុំភ្លេចហើយអានេះបានហើយទឹកគ្រឿងយើងមួយចានធំហ្មងមានលក់ខ្ចីញ៉ាំទៅដឹងតែស្រួយខ្ញោកពេញមាត់ហ្មង